ចំណោទបញ្ហាទី1ដែលបងប្អូនសួរខ្ញុំគឺតកតជាមួយរឿងជាប់សំណាញ់មេឃដីថាតើនឹងមានពិតប្រាកដមែនអត់គេលើកឡើងថាបើសិនយើងមានរោងហើយនឹងម្សាញ់ណានៅក្នុងខ្សែជីវិតមេឬក៏នៅក្នុងតារាងប៉ាជឺរបស់យើងនេះគឺបានន័យថាយើងជាប់សំណាញ់ណាយើងជាប់សំណាញ់ណាអាកន្លែងនេះគឺរូបមន្តនេះគឺគេផយើងនេះបងប្អូនគេផយើងទេហើយទី2គេថាម៉េចមានចហើយនឹងកក្នុងតារាងប៉ាជឺនេះយើងជាប់សំណាញ់ដែរអានឹងក៏គេផយើងដែរបងប្អូនគេផយើងបងប្អូនមើលករណីជាក់ស្ដែងកុំឲ្យតន់ជឿខ្ញុំបងប្អូនស្គាល់ឈិនឡុងណាឈិនឡុងគាត់មានអីគេបងប្អូនឃើញហើយគាត់មានម្សាញ់ហើយនឹងរោងហើយគាត់ជាបុគ្គលយ៉ាងម៉េចគឺជាបុគ្គលដែលទទួលជោគជ័យបំផុតក្នុងការងាររបស់គាត់តារាសម្ដែងតារាចម្រៀងដ៏មានប្រជាប្រិយភាពណាមិនស្គាល់ឈិនឡុងណាបងប្អូនណាគាត់មានឱកាសទៅសម្ដែង Hollywood ទៀតហើយទ្រព្យសម្បត្តិរបស់គាត់មានប្រមាណ400លានដុល្លារតាមការប៉ាន់ស្មានជាបឋមឃើញទេអាហ្នឹងគឺផលយើងមួយហើយទី2 Condi Zarai គាត់ជាអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដ៏មានសក្តានុពលភាពម្នាក់បងប្អូនឃើញទេគាត់មានចហើយនឹងកុលដែរបើសិនតែមានជាប់សំណាញ់មេឃដីអញ្ចឹងគាត់មិនអាចឡើងឋានៈអញ្ចឹងទេកន្លែងហ្នឹងណាកន្លែងនេះយើងត្រូវដឹងអំពីខួបធាតុទាំង60ខ្ញុំរៀនច្រើនឆ្នាំតាក់ទងខួបធាតុទាំង60នេះខ្ញុំរៀនលម្អិតច្រើនណាស់ជាមួយកម្ពុជាចិនសែលំដាប់ពិភពលោកដែលមានបទពិសោធន៍40ឆ្នាំ30ឆ្នាំ20ឆ្នាំជាងគ្រូដែលល្បីជាងគេនៅក្នុងវិស័យហ្នឹងដែលមានចំណេះជំនាញពិតប្រាកដខ្ញុំរៀនច្រើនឆ្នាំអត់មានគ្រូណាគេបរៀនខ្ញុំអញ្ចឹងវាអត់មានណាបងប្អូនអត់មានតាមពិតរូបមន្តនេះគឺគេប្រឌិតឡើងគឺក្នុងគោលដៅអាជីវកម្មទេគេមើលឃើញលទ្ធភាពយើងយ៉ាងម៉េចគ្រូគេមើលចិត្តសាស្ត្រលទ្ធភាពយើងកាន់តែខ្ពស់ហើយយើងជឿកាន់តែធ្ងន់គេបំភ័យកាន់តែខ្លាំងគេថាអ្នកឯងនេះជាប់សំណាញ់មេឃដីហើយបើសិនអ្នកឯងអត់ដោះបន្តិចទៀតគ្រោះថ្នាក់ចរាចរណ៍ងាប់ភ្លើងឆេះផ្ទះកូនចៅអត់អនាគតឬក៏កូនចៅធ្លាក់ខ្លួនឈឺងាប់មុនអាយុឬក៏យើងមានបញ្ហាអញ្ចឹងចោះស្រេចគេបំភ័យយើងណាគេមើលលទ្ធភាពយើងកាន់តែខ្ពស់គេគោះយើងកាន់តែខ្លាំងនៅពេលដែលយើងភ័យហ្នឹងយើងសួរគេថាធ្វើម៉េចថាអូដោះសំណាញ់មេឃដីព្រោះយើងជាប់សំណាញ់មេឃដីយើងត្រូវការដោះហើយអញ្ចឹងដើម្បីដោះត្រូវទិញរបស់នេះរបស់នោះឬឲ្យយើងត្រូវរៀបនេះរៀបនោះ$10000 $5000 3000 2000 1500ឬក៏តាមលទ្ធភាពដែលគេមើលឃើញជាក់ស្ដែងអាហ្នឹងគេផយើងណាបងប្អូនជឿដោយបញ្ញាញាណបងប្អូនជឿខ្ញុំកុំឲ្យជឿដោយឮតាមគេថាអញ្ចឹងហ៎ឈីហុងស៊ុយនិងតារាសាលើទៅកាន់អនាគតដ៏ភ្លឺស្វាង